ថា9សញ្ញាដែលបញ្ជាក់ថាយើងជាថ្នាក់ដឹកនាំឬមួយក៏ជាក្សត្រអង្គដែលគ្រប់គ្រងចានៅក្នុងប្រទេសចាការពារអតីតជាតិហ្នឹងគឺមានអ្វីខ្លះចាសញ្ញាទី1គឺតកតងទៅនឹងមាននិស័យជាថ្នាក់ដឹកនាំពីកំណើតចាអញ្ចឹងកន្លែងហ្នឹងគឺគាត់ចាកើតមកយើងដឹងហើយនៅក្នុងតកលឬមួយក៏ក្នុងគ្រួសារចាយើងអាចសង្កេតឃើញបើអ្នកដែលមានកូនណាយើងឃើញថាកូនហ្នឹងគឺមានភាពជាអ្នកដឹកនាំតាំងពីតូចមកចាចឹងគាត់ច្បាស់លាស់គាត់ជាក់លាក់ចាគាត់ធ្វើអីគឺចូលចិត្តដឹកនាំគេណែនាំគេគ្រប់គ្រងគេចាហើយមកដល់ធំទៅចាក៏គាត់មានភាពជាអ្នកដឹកនាំហ្នឹងនៅក្នុងហ្នឹងចាអញ្ចឹងគឺគាត់តែងតែមានក្តីសម័យចាទស្សនវិស័យថានឹងខ្លាចទៅជាថ្នាក់ដឹកនាំនឹងខ្លាចទៅជាមនុស្សដែលល្បីចាមានស្នាដៃអីនៅក្នុងសង្គមដោយសារតែអតីតជាតិរបស់គាត់គឺគាត់ធ្លាប់ជាថ្នាក់ដឹកនាំដែលជាប់និស័យបុណ្យហ្នឹងចាជាប់ការប្រាថ្នាហ្នឹងមានពីមុនមកចាហើយសញ្ញាទី2តកតងនឹងមានការស្រឡាញ់ចាថ្នាក់ដឹកនាំចាចឹងមានការស្រឡាញ់មានការជ្រាលជ្រៅចាចំពោះថ្នាក់ដឹកនាំមានការគោរពចាហើយឲ្យតែឃើញថ្នាក់ដឹកនាំធំចាគឺស្រឡាញ់គោរពចាកន្លែងហ្នឹងចាដោយសារតែខ្លួនឯងធ្លាប់ជាថ្នាក់ដឹកនាំដែរដូច្នេះឲ្យតែដឹងថាអូដឹងពីទុកលំបាករបស់ថ្នាក់ដឹកនាំចាដឹងពីការគោរពចាថ្នាក់ដឹកនាំបែបណាអញ្ចឹងលោកមានស្រឡាញ់មានការស្រឡាញ់ជ្រាលជ្រៅហើយក៏មានការសម័យទៀតថាខ្លួនឯងនេះដូចធ្លាប់ដឹកនាំគេកន្លែងហ្នឹងអ្នកនរគ្នាចាហើយបើតាក់ទងទៅនឹងជាខ្សត្រផងគឺសម័យឃើញដូចជាសម្ភារៈដូចអីផ្សេងចាអ្នកខ្លះយកសពឃើញទៀតចាយកសពឃើញថាខ្លួនឯងដូចជាបានរស់នៅទីរាជវាំងក៏ដូចជាកន្លែងដែរយើងមានការដឹកនាំហ្នឹងចាហើយសញ្ញាទី3គឺមានទេពកោសលនៅក្នុងការដឹកនាំចាអញ្ចឹងទេពកោសលនេះគឺអត់ចាំបាច់អ្នកណាប្រហាត់បរៀននេះគឺចេញមកពីតូចហ្នឹងគឺចាប់ផ្ដើមចេះដឹកនាំគេតែម្ដងចាអ្នកគ្រូបានជួបកូនសិស្សម្នាក់ចាកូនក្មេងនៅថ្នាក់មត្តេយ្យណាចាគាត់ចេះដឹកនាំគេតាំងពីនៅថ្នាក់មត្តេយ្យកូនស្រីចាហើយគាត់មានភាពម៉ឺងម៉ាត់ដែរអ្នកនរគ្នាពេលខ្លះយើងគិតថាយើងកើតនៅក្នុងតកូលមួយដែរមានការអប់រំល្អនោះគឺជារឿងមួយហើយចាអញ្ចឹងបើសិនជាមិនមាននិស័យពីជាតិមុនទេក៏អត់អាចមកចាប់កំណើតនៅក្នុងតកូលមួយដែលមានការអប់រំល្អនឹងដែរជានិស័យបុណ្យមួយចាក៏ប៉ុន្តែមានមួយទៀតគឺកើតនៅក្នុងតកូលដែលធម្មតាកសិករពិបាកក៏ប៉ុន្តែមានភាពជាអ្នកដឹកនាំនៅក្នុងវងតកូលខ្លួនឯងអ្នកនរគ្នាចាអ្នកខ្លះចាអ្នកគ្រូខ្ញុំតាកើតមកដូចទូលរែកដល់ហើយមកពូជខ្ញុំហ្នឹងចាជាស្រ័យណាចាទូរែកហ្នឹងគឺការដែលដឹកនាំគ្រួសារមិនធម្មតានៅក្នុងគ្រួសារខ្លួនឯងតែដូចបងប្អូនចំនួនមួយអីផ្សេងអញ្ចឹងណាចាឬមួយក៏នៅក្នុងភូមិឯងគាត់មានគំនិតចាចាឆ្នៃប្រឌិតក៏ដូចការដឹកនាំការបង្ហាញផ្លូវចាការជួយហ្នឹងច្រើនជាងគេហើយនឹងទី4តកតងទៅនឹងចរិតចរិតលក្ខណៈណាចាចរិតលក្ខណៈគឺជាមនុស្សដែលថ្លៃថ្នូរចាជាមនុស្សដែលនិយាយស្ដីហ្នឹងគឺគោរពអ្នកដទៃចាក៏ដូចជាការដែលយើងនិយាយតិចចាចូលចិត្តស្ងប់ស្ងាត់ចាអញ្ចឹងមានចាអ្នកខ្លះគឺចាប់កំណើតមកនៅក្នុងតកូលដែលមានបងប្អូនច្រើនចាប៉ុន្តែអ្នកនរគ្នាដែលឆ្ងល់អត់ថាឪពុកម្ដាយនិយាយច្រើនតែពេលកូនវាអត់និយាយចាអត់សូវចេះនិយាយអត់សូវចេះអីអញ្ចឹងណាចូលចិត្តតែស្ងប់ស្ងាត់ចូលចិត្តអីអញ្ចឹងខុសពីបងពីប្អូនអីអញ្ចឹងទៅកន្លែងហ្នឹងដោយសារតែជាតិកណើតជាថ្នាក់ដឹកនាំគឺគេមិនដែលចេះនិយាយបបាច់បបោចឥតប្រយោជន៍ទេអ្នកនរគ្នាចាអញ្ចឹងថ្នាក់ដឹកនាំចាលោកមានមតិយោបល់អីគឺជាក់លាក់មើងម៉ាត់ចាហើយចូលចិត្តស្ងប់ចាចូលចិត្តស្ងប់ស្ងាត់ចាចូលចិត្តគេហៅថាប្រើពេលវេលាជាមួយនឹងខ្លួនឯងដើម្បីធ្វើការ connect បានជាមួយនឹងវិចារណញ្ញាណចាក៏ដូចជាចក្រវាលចាដើម្បីឆ្ពោះទៅរកគោលដៅដែលគាត់ចង់បានសញ្ញាទី5គឺតកតងទៅនឹងមានបញ្ញានៅក្នុងការដោះស្រាយបញ្ហាបានដោយរលូនចាអញ្ចឹងនៅក្នុងចំណុចនេះដែរគឺដោយសារតាឧបនិស្ស័យជាថ្នាក់ដឹកនាំពីមុនដែលទទួលបានចានៅបទពិសោធន៍ចាគ្រប់យ៉ាងនៅក្នុងការដឹកនាំក្នុងការគ្រប់គ្រងក៏ដូចជាចាការដែលដោះស្រាយបញ្ហាអញ្ចឹងហើយគឺនៅក្នុងជាតិនេះគឺបកកែអញ្ចឹងទៀតចាបកកែទៀតហើយថែមដល់បកកែជាងទៀតណាចាអញ្ចឹងកាន់តែវិវត្តចាអញ្ចឹងហើយគឺដូចថាអ្វីដែលគេដោះបានដោះអត់បានគឺគាត់ដោះបានចាចាហើយសញ្ញាទី6គឺតកតងទៅនឹងមានបេះដូងចាពុះពេញទៅដោយក្តីស្រឡាញ់ហើយនឹងភាពកក់ក្ដៅចាមានគេហៅថាព្រំវិហារធម៌ចាគេហៅមានមេត្តាធម៌មានសច្ចធម៌ចា
ចឹងកន្លែងនៅថ្នាក់ដឹកនាំគ្រប់រូបគឺលោកតែងតែមានគេហៅថាភាពជាអាណាព្យាបាលនៅក្នុងខ្លួនណាអ្នកនរគ្នាចាចឹងដូចជានៅក្នុងចាប្រាសាទបាយ័នរបស់យើងគឺសង់បុព្វបុរសយើងសង់ចាសង់មុខព្រំអ្នកនរគ្នាចាព្រំមុខ4ចាអញ្ចឹងគឺតំណាងឲ្យអីខ្លះយើងដឹងហើយអញ្ចឹងកន្លែងហ្នឹងគឺព្រំវិហារធម៌ទាំង4ណាចាអញ្ចឹងបើសិនជាយើងមាននិស្ស័យពីកណ្ដាលគឺជាឪពុកម្ដាយចាំបាច់បដៅច្រើននេះអ្នកនរគ្នាគាត់តែចាប់ផ្ដើមមកគឺគេហៅថាឪពុកម្ដាយខ្លះសមាទោសអត់ចេះអសរផងតែកូនខ្លាយទៅជាអ្នកដែលប្រកែអ្នកដែលទទួលបាននៅបុណ្យស័ក្តិធំចានៅក្នុងសង្គមក៏ដូចជាអ្នកដែលមានទ្រព្យចាហេតុអីគឺមកពីនិស្ស័យបុណ្យពីអតីតជាតិនឹងឯងហើយសញ្ញាទី7គឺមានបុណ្យបារមីចាអញ្ចឹងអ្នកនរគ្នាណាខ្លះដែលថាដែលយើងឃើញថាអ្នកខ្លះគឺមើលទៅមុខហ្នឹងគឺមានគេហៅមានអំណាចចាមានអំណាចមានមុនចាអ្នកខ្លះមើលទៅមានអំណាចចាគួរឲ្យគោរពចាហើយពេលខ្លះគឺមានមុនណាដែលដូចមុនចាមិនថាមុនស្នេហ៍អីអ្នកនរគ្នាគឺដូចជាចាថាមុនស្នេហ៍អញ្ចឹងចោះគឺជាមនុស្សដែលមើលទៅគឺតាក់ទាញកសែភ្នែកអ្នកដទៃចាដែលឲ្យចាប់អារម្មណ៍ឲ្យមើលឃើញពីសក្តានុពលរបស់គាត់ចាអញ្ចឹងមានពេលខ្លះគឺត្រូវបានចាបើសិនប៉ះគ្រូដែលចេះទាយចេះមើលមនុស្សចាគឺគាត់ទាយឲ្យហ្មងគាត់ឃើញថាជាក្មេងក៏ដោយជាអ្នកណាក៏ដោយគឺគាត់ទៅមើលពឹបគាត់អាចទាយថាអ្នកហ្នឹងគឺនឹងខ្លាយទៅជាអ្វីចាដូចបងប្រុសអ្នកគ្រូហ្នឹងគឺការគាត់នៅរៀនចារៀននៅថ្នាក់ទី8ទី9ហ្នឹងចាអញ្ចឹងមានចាលោកតាម្នាក់ហ្នឹងគាត់ទាយឲ្យចាគាត់មើលទៅគាត់ថាចៅឯងចាធំឡើងគឺអត់តូចទេចាមានបុណ្យបារមីណាចាអញ្ចឹងណាចាហើយបច្ចុប្បន្ននេះគឺគាត់កំពុងតែបន្តការសិក្សាជាបណ្ឌិតនៅអូស្ត្រាលីចាអញ្ចឹងកន្លែងហ្នឹងគឺតកតងទៅនឹងបុណ្យបារមីហ្នឹងគឺមើលទៅគឺធ្វើឲ្យអ្នកដតីហ្នឹងចាយល់ចាអំពីចាគេហៅថាអំណាចពីខាងក្នុងចាពីសក្តានុពលពីខាងក្នុងចាគេហៅថាមុនពីខាងក្នុងមកអ្នកនរគ្នាចាដែលបង្ហាញចាឲ្យសម្រាប់អ្នក spiritual ដូចគ្នាសម្រាប់អ្នកដែលចិត្តវិញ្ញាណដូចគ្នាគាត់នឹងដឹងពីសក្តានុពលរបស់មនុស្សហ្នឹងចាតែបើមនុស្សធម្មតាចាអាចគេគោរពចាគេស្រឡាញ់ច្រើនចឹងទៅចាហើយសញ្ញាទី8គឺមានញាណដឹងចាថ្នាក់ដឹកនាំនីមួយៗអ្នកនរគ្នាមិនថាថ្នាក់ដឹកនាំក្រុមហ៊ុនថ្នាក់ដឹកនាំចាប្រទេសចាថ្នាក់ដឹកនាំណាក៏ដោយឲ្យតែជាថ្នាក់ដឹកនាំចាគឺតែងតែមានញាណដឹងដែលយើងហៅថាបញ្ញាញាណចាអញ្ចឹងបញ្ញាញាណឥឡូវយើងចាត់ទុកថាជាបញ្ញាដែលយើងអាចដោះស្រាយបញ្ហាបានហើយយើងថាឆ្លាតនិងឈ្លាសវៃក៏ប៉ុន្តែញាណដឹងហ្នឹងគឺជ្រៅជាងចាជ្រៅជាងគឺញាណដឹងហ្នឹងគឺញាណដែលអាច connect បានជាមួយនឹងចក្រវាលជាមួយនឹងសំឡេងពីខាងក្នុងចាគេហៅថា inner voice ឬមួយក៏ជាវិចារណញាណឬមួយក៏គាត់មានសមត្ថភាពនៅក្នុងការដែលស្ដាប់បានពីសំឡេងកាយពី angel ពីទេវតាពីអ្វីផ្សេងចាហ្នឹងគឺគេហៅញាណដឹងអ្នកនរគ្នាណាចាហើយបើនិយាយថាគេហៅថាញាណទី6រីកចម្រើនចាញាណដឹងរីកចម្រើនញាណហ្នឹងគឺឲ្យដឹងថាត្រូវធ្វើបែបនេះទៅបានលទ្ធផលល្អធ្វើបែបនេះដើម្បីកាត់បន្ថយការហានិភ័យហើយនឹងបានដឹងចាដឹងអាចបញ្ជៀសនៅគ្រោះភ័យទាំងឡាយបានទៀតផងហើយនឹងសញ្ញាទី9ចុងក្រោយគឺការដែលមានសំណាងคล้ายទៅជាឋានៈដឹកនាំចាអញ្ចឹងคล้ายជាឋានៈដឹកនាំពិតជាសំណាងមែនអត់ចាអ្នកខ្លះសំណាងអ្នកខ្លះគឺត្រូវបានបង្កើតសំណាងចាអញ្ចឹងយើងអាចប្រកែកបានណាតាក់ទងអ្នកសំណាងចាអ្នកសំណាងនៅសុកយើងមានឆ្ងល់អត់អ្នកខ្លះតែចេះការនៅរៀនជាមួយអាប៉ែហ្នឹងដូចរៀងមិនទេចារៀនសូត្រក៏មិនសូវឃើញបកែផងស្រាប់ដល់ឥឡូវខ្លាយទៅជាថ្នាក់ដឹកនាំធំចានៅក្នុងជួររាជការក៏ដូចជាក្នុងក្រុមហ៊ុនចាហើយអ្នកខ្លះគឺគេប្រឹងប្រែងអ្នកហ្នឹងគឺគាត់រៀនបកែតាំងពីដើមមកឥឡូវក៏ខ្លាយទៅជាថ្នាក់ដឹកនាំចាកន្លែងហ្នឹងគឺពីរហ្នឹងគូផ្សំគ្នាហើយបើអ្នកមានសំណាងហ្នឹងគឺបានន័យថានិស្ស័យពីអតីតជាតិមកដែលរុញសំណាងរបស់គាត់បានន័យថាគាត់ធ្លាប់នៅកន្លែងណាច្បាប់ស្រុកទាញដំណើរការឲ្យគាត់គឺទទួលបានកន្លែងហ្នឹងចាច្រើនអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូនេះគឺជា9គ្នាថា9សញ្ញាដែល